ហេតុអ្វីព្រះពុទ្ធបង្រៀនតែធម៌មុនពេលចេញសាងភ្នោះក្នុងនាមជារាជបុត្រព្រះសទ្ធុបានសិក្សាចប់សពគ្រប់នៅគម្ពីរទ្រឹស្ដីក្បួនច្បាប់សិលសាស្ត្រទាំងឡាយដែលចាំបាច់សម្រាប់ក្សត្រគ្រប់អង្គនាសម័យនោះព្រះពោធិសត្វបានសិក្សាមុខវិជ្ជានីមួយៗអំពីសំណាក់សាស្ត្រាចារ្យល្បីៗដ៏កំពូលនាសម័យនោះហើយដោយមកពីទេពកោសល្យនិងការខិតខំប្រឹងប្រែងជានិច្ចរាជបុត្រសទ្ធុតែងតែទទួលបានលេខ1ជានិច្ចក្នុងគ្រប់មុខវិជ្ជាដែលខ្លួនរៀនមិនថាជាក្បាច់គុណនពន្ធទស្សនវិជ្ជានោះទេដើម្បីដោះស្រាយបញ្ហាជីវិតនិងដើម្បីជួយមនុស្សសត្វទាំងឡាយឲ្យរួចចាកសេចក្តីទុក្ខបុត្រាក្សត្រសទ្ធុបានសម្រេចចិត្តលះបង់ចោលរាជបល្ល័ង្កហើយចេញចាកទៅសាងភ្នោះក្នុងព្រះជន្មាយុ29វស្សាក្នុងភេទជាបព្វជិតពេលដំបូងទ្រង់បានសាកល្បងចូលសិក្សាក្នុងសំណាក់គ្រូល្បីៗទាំងឡាយនាសម័យនោះពោធិសត្វមិនលះបង់ការព្យាយាមទេហេតុនេះហើយលោកតែងតែទទួលបានលទ្ធផលល្អជានិច្ចក្នុងការសិក្សាក្នុងរយៈពេលដ៏ខ្លីព្រះពោធិសត្វបានរៀនវិជ្ជាទាំងនោះរហូតតតែគ្រូលែងមានអ្វីបង្រៀនទៀតទោះបីជាយ៉ាងណាក៏ដោយព្រះពោធិសត្វនៅតែចាកចេញពីគ្រូទាំងនោះព្រោះដឹងច្បាស់ថាបំណងប្រាថ្នារបស់ខ្លួនដើម្បីចាកចេញពីទុក្ខមិនទាន់បានសម្រេចនៅឡើយបន្ទាប់ពីបំពេញសេចក្តីព្យាយាមអស់ជាច្រើនឆ្នាំព្រះពោធិសត្វបានសម្រេចការត្រាស់ដឹងគឺរកឃើញនៅផ្លូវដែលចេញចាកផុតទុក្ខលំបាកគ្រប់បែបយ៉ាងដោយមេត្តានិងករុណាឥតព្រំដែនចំពោះមនុស្សលោកព្រះអង្គបានចែករំលែកចំណេះដឹងទាំងនោះចំពោះមនុស្សទាំងឡាយអស់រយៈពេល45ឆ្នាំរយៈពេល45ឆ្នាំនេះព្រះពុទ្ធបានបង្រៀនតែធម៌ដែលជាវិន័យជាច្បាប់ជាមេរៀនជីវិតដែលអាចយកមកប្រតិបត្តិដើម្បីសេចក្តីសុខផ្ទាល់ខ្លួននិងសេចក្តីសុខក្នុងសង្គមឥតមានអ្វីលើសពីនេះទេធម៌ដើម្បីប្រតិបត្តិដើម្បីសេចក្តីសុខរបស់មនុស្សជាតិដោយដែលបានរៀបរាប់ខាងលើនេះចំណេះដឹងរបស់ព្រះពុទ្ធមានច្រើនណាស់ព្រោះព្រះអង្គបានរៀនសូត្រមុខវិជ្ជាច្រើនបែបច្រើនយ៉ាងណាស់ការមិនទាន់បានត្រាស់ដឹងដូច្នេះហេតុអ្វីបានជាព្រះអង្គមិនបង្រៀនមេរៀនផ្លូវលោកផ្សេងផងពេលមួយព្រះពុទ្ធរួមនឹងព្រះសង្ឃជាច្រើនអង្គបានគង់នៅក្នុងកូនព្រៃតូចមួយជាទម្លាប់ព្រះសង្ឃតែងតែប្រជុំគ្នាដើម្បីសិក្សាមេរៀនជីវិតពីព្រះពុទ្ធពេលមួយព្រះពុទ្ធបានរើសស្លឹកឈើងាប់មួយក្តាប់តូចហើយសួរព្រះសង្ឃទាំងអស់គ្នាថានីលភិក្ខុទាំងឡាយតើស្លឹកឈើក្នុងកណ្ដាប់ដៃតថាគតនិងស្លឹកឈើក្នុងព្រៃមួយណាច្រើនជាងមិនចាំបាច់គិតផងព្រះសង្ឃទាំងឡាយក៏តបថាមានអីពិបាកប្រកបណាស់ស្លឹកឈើក្នុងព្រៃហើយដែលមានចំនួនច្រើនជាងស្លឹកឈើក្នុងដៃព្រះអង្គតិចតួចណាស់ព្រះពុទ្ធក៏បន្តការសន្ទនាថាមែនហើយពិតមែនហើយរឿងដែលតថាគតដឹងមានច្រើនដូចជាស្លឹកឈើដែលស្ថិតនៅក្នុងព្រៃនេះឯងរាអ្វីដែលតថាគតបង្រៀនឬនិយាយវិញគឺតិចតួចដូចជាស្លឹកឈើមួយក្តាប់នេះឯងតថាគតបង្រៀនអ្នកទាំងអស់គ្នាតែរឿងដែលពិតប្រាកដហើយមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាតែប៉ុណ្ណោះរីឯរឿងផ្សេងពីនេះមិនមែនជាកាតព្វកិច្ចរបស់តថាគតទេបើអ្នកប្រតិបត្តិតាមការបង្រៀនរបស់ព្រះពុទ្ធអ្នកនឹងទទួលបានសេចក្តីសុខសុភមង្គលពិតប្រាកដការបង្រៀនទាំងស្រុងគឺដើម្បីគោលបំណងនេះរីឯរឿងក្បួនច្បាប់កីឡាការរកស៊ីទម្លាប់ប្រពៃណីសាសនានិកាយទស្សនវិជ្ជានយោបាយ
ក្រុមបពុនិយមជាដើមព្រះពុទ្ធមិនចាប់អារម្មណ៍ទេបើអ្នកពេញចិត្តវាជារឿងរបស់អ្នកព្រះពុទ្ធគ្មានយោបល់ចំពោះរឿងនេះទេប៉ុន្តែបើអ្នកត្រូវការសេចក្តីសុខការបង្រៀនរបស់ព្រះពុទ្ធអាចជួយអ្នកបាននៅពេលដែលអ្នកធ្វើតាម